នេះគឺជាវីដេអូតុក្កតា 3D និយាយជាភាសាខ្មែរដែលខ្ញុំបានបង្កើតឡើងដោយប្រើប្រាស់ AI 100%អ្នកទាំងគ្នាអាចធ្វើការទស្សនាមើលបានសូមជូនរឿងគង់ហ៊ានកាលពីព្រេងនាយមានបរិសម្នាក់ឈ្មោះគង់មានប្រពន្ធ2នាក់មួយឈ្មោះនាងអាំមួយឈ្មោះនាងគុំអូនអាំអូនគុំរៀបចំអីវ៉ាន់ទូចរាល់ហើយឬនៅដំណើរយើងឆ្ងាយណាស់ណាយល់ព្រមបងតាមផ្លូវទៅស្រុកនោះពួកគេត្រូវឆ្លងកាត់ព្រៃធំមួយព្រៃនោះល្បីថាមានខ្លាសាហាវតែងតែចេញខាំមនុស្សនិងសត្វដទៃលុះដើរទៅដល់កណ្ដាលព្រៃស្រាប់តែមានខ្លាធំមួយស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយមកជួយផងខ្លាទៅគង់ភ័យញ័រដៃញ័រជើងរត់ចូលពួនក្នុងរូងឈើរហូតដល់រាកនោមចំណែកនាងអាំនិងនាងគុំបានខំព្រួតគ្នាវាយខ្លានោះយ៉ាងក្លាហានហើយនេះគឺជា channel កុនសលរបស់ខ្ញុំដែលបានធ្វើការបង្កើតវីដេអូប្រភេទនេះយកផុសទៅលើ YouTube ឥឡូវនេះ channel របស់គាត់គឺអាចរកប្រាក់ចំណូលចេញពី YouTube បានហើយបើសិនជាអ្នកទាំងអស់គ្នាចង់ចេះបង្កើតរឿងតុក្កតា 3D ដោយប្រើប្រាស់ AI ដើម្បីយកទៅផុសរលុយនៅក្នុង YouTube Facebook ឬមួយក៏ TikTok សូមទស្សនាវីដេអូនេះដល់ចប់ខ្ញុំធានាថាអ្នកទាំងអស់គ្នានឹងចេះធ្វើ 100% តែម្ដងអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតយើងចាប់ផ្ដើមតែម្ដងទៅអញ្ចឹងជាដំបូងគឺយើងគ្រាន់តែចូលមកកាន់ tab ថ្មីមួយទៀតមកនេះយើងបុក tab ថ្មីមួយទៀតមកបន្តមកទៀតយើង search ពីថា Gemini គឺយើងនឹងប្រើប្រាស់ Google Gemini ដើម្បីធ្វើការជាជំនួយក្នុងការសរសេរ prompt ឥឡូវនេះយើងចុចយក link ខាងលើគេនឹងមកហើយបន្តមកទៀតអ្នកនរគ្នាត្រូវសរសេរ prompt នេះខ្ញុំអញ្ចឹងខ្ញុំមាន prompt របស់ខ្ញុំហើយនេះគឺជា prompt របស់ខ្ញុំអញ្ចឹងនៅពេលដែលយើងចូលមកកាន់ prompt នេះគឺអ្នកនរគ្នា copy មកនេះយើង copy ពីលើរហូតដល់ក្រោមទាំងអស់តែម្ដងទៅអូខេយើង copy មកដល់ក្រោមនេះមកបន្តមកទៀតគឺយើងយកវាទៅផាសនៅក្នុង Google Gemini របស់យើងនៅកន្លែងនេះគឺយើងចុច send ទៅកាន់ AI ទៅអញ្ចឹង AI គឺវានឹងធ្វើការផ្ដល់ជាចំណងជើងនៃរឿងឲ្យយើងហើយខ្ញុំសូមបញ្ជាក់ទៅចំពោះ prompt នេះផងដែរគឺមានទៅនៅក្នុង channel Telegram VIP របស់ខ្ញុំតែប៉ុណ្ណោះអញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់បានកុំភ្លេចមើលដល់ចុងវីដេអូគឺខ្ញុំនឹងមានការបង្ហាញអំពីរបៀបនៃការចូលទៅកាន់ channel Telegram VIP របស់ខ្ញុំតែម្ដងឥឡូវនេះគឺវាបានធ្វើការផ្ដល់ជាចំណងជើងនៃរឿងឲ្យយើងចំនួន5ចំណងជើងអញ្ចឹងយើងអានមកនេះចាស់នេះគឺជាចំណងជើងនៃរឿងហើយនេះគឺជា description គឺជាការព័ត៌មាននៅក្នុងរឿងហ្នឹងថារឿងហ្នឹងវាមានអីខ្លះចឹងទៅអញ្ចឹងយើងអានតាមហ្នឹងមកនេះហើយបើសិនជាករណីឧទាហរណ៍ដែលយើងពេញចិត្តទៅលើចំណងជើងរឿងទី1គឺអ្នកទាំងគ្នាអាចធ្វើការ copy ចំណងជើងរឿងទី1ហ្នឹងមកនេះយើង copy ពីនេះមកហើយបន្តទៀតយើងយកមកផាសនៅកន្លែងនេះហើយយើង copy មួយហើយបន្តមកទៀតអ្នកទាំងគ្នាចង់ផលិតរឿងហ្នឹងចំនួនប្រហែល scene ឧទាហរណ៍តែយើងចង់បង្កើតរឿងហ្នឹងចំនួន100 scene ឬមួយក៏50 scene យើងដាក់តាមហ្នឹងទៅយើងនឹង save នេះ100 scene ហើយយើងចុច send ទៅកាន់ AI ទៅអញ្ចឹង AI គឺវានឹងធ្វើការផ្ដល់ជា prompt ឲ្យយើងបន្តទៀតដែរក៏ប៉ុន្តែនៅក្នុងនេះគឺវាមានមួយវិធីទៀតបើសិនជាករណីអ្នកទាំងគ្នាអានរឿងនេះអានចំណងជើងរឿងហើយនឹង description រឿងនេះវាអត់តាក់ចិត្តទេអ្នកទាំងគ្នាចង់ទៅសេសាច់រឿងនៃខ្លួនឯងគឺយើងអាចធ្វើបានដែរអញ្ចឹងឧទាហរណ៍ថាយើងមាន script រឿងស្រេចអញ្ចឹងគឺអ្នកទាំងគ្នាអាចទៅសេចេះ I have my own script ចឹងទៅហើយបន្តមកទៀតយើងបើកសញ្ញាធ្មេញកណ្ដោយើងទៅ copy script រឿងរបស់យើងមកចាឥឡូវនេះគឺខ្ញុំសូមបង្ហាញរឿងមួយដែលមានចំណងជើងថាគង់ហេននៅក្នុង website Wikipedia ហ្នឹងអញ្ចឹងយើង copy ទាំងអស់ហ្នឹងមកនេះអូខេបន្តមកទៀតយើងចូលមកកាន់ Gemini នេះគ្នាយើងផាស script រឿងមិញហ្នឹងចូលមកហើយបន្តមកទៀតយើងបិទសញ្ញាធ្មេញកណ្ដោវិញនៅកន្លែងនេះយើងក្បៀសមួយយើងដាក់ចំនួន scene ដូចគ្នាអញ្ចឹងអ្នកនរគ្នាចង់ធ្វើការបង្កើតរឿងហ្នឹងប្រហែល scene អញ្ចឹងបើសិនជាយើងចង់ធ្វើការបង្កើត50 scene ដាក់50មក100 scene យើងដាក់100 scene មកអូខេអញ្ចឹងខ្ញុំសូមធ្វើការបង្កើតត្រឹមតែ20 scene ទេដើម្បីជាការឧទាហរណ៍ជូនអ្នកនរគ្នាអញ្ចឹងខ្ញុំសូមដាក់20 sceneអូខេខ្ញុំសូមចុច send ទៅកាន់ AI ទៅអញ្ចឹង AI គឺវាធ្វើការផ្ដល់ជា prompt ឲ្យយើងបន្តទៀតដែរអញ្ចឹងចំពោះ prompt ដែលវានឹងផ្ដល់យើងបន្តទៀតវាមានដូចជា3ទី1គឺជា prompt ក្នុងការបង្កើតរូបរបស់តួអង្គនៅក្នុងរឿងហ្នឹងទី2គឺជា prompt ក្នុងការបង្កើតរូបភាពនៅក្នុងវគ្គនីមួយៗហើយទី3គឺជា prompt ក្នុងការបំលែងពីរូបភាពនៅក្នុងវគ្គនីមួយៗទៅជាវីដេអូឥឡូវនេះយើងរងចាំវាបន្តិចសិនទៅអូខេឥឡូវនេះគឺវាបានធ្វើការបង្កើតឲ្យយើងនេះអញ្ចឹងខ្ញុំនិយាយអញ្ចឹងនេះអញ្ចឹងចំណុចទី1នេះគឺវាផ្ដល់ជា prompt ក្នុងការបង្កើតជារូបភាពរបស់តួអង្គអញ្ចឹងតួអង្គរបស់យើងទី1មានឈ្មោះថាគង់តួអង្គទី2មានឈ្មោះថានាងអាំតួអង្គទី3មានឈ្មោះថានាងគំអញ្ចឹងនៅកន្លែងនេះគឺយើងត្រូវបុក tab ថ្មីមួយទៀតគឺយើងអាចធ្វើការ search ពាក្យថា flow មកបន្តមកទៀតយើងយក link ខាងលើគេនេះនៅកន្លែងនេះគឺយើងចុចពាក្យថា create with flow ហើយបន្តមកទៀតយើងចុចពាក្យថា new project អញ្ចឹងខ្ញុំសូមបញ្ជាក់តិចចំពោះ website flow នេះអានេះវាគឺជា AI មួយដែលយើងអាចធ្វើការបង្កើតរូបភាពឬមួយក៏បង្កើតជាវីដេអូនៅក្នុងហ្នឹងតែម្ដងអញ្ចឹងយើងគ្រាន់តែយក prompt ដែល AI Gemini វាធ្វើការ generate ឲ្យយើងមិញហ្នឹងយើងយកមកប្រើនៅក្នុង website flow នេះមកអញ្ចឹង website flow វានឹងធ្វើការបង្កើតជារូបភាពនិងជាវីដេអូឲ្យយើងហើយអញ្ចឹងតោះយើងទៅមើលពីរបៀបក្នុងការប្រើប្រាស់ prompt នឹងទាំងអស់គ្នាតែម្ដងអញ្ចឹងយើងចូលមកកាន់នេះ Gemini របស់យើងវិញនៅកន្លែងនេះគឺយើងត្រូវទៅបង្កើតរូបភាពតួអង្គទី1របស់យើងសិនអញ្ចឹងតួអង្គទី1របស់យើងមានឈ្មោះថាគង់នេះកន្លែងពាក្យថា image generation prompt ហ្នឹងយើង copy ប៉ុណ្្នឹងមក
ហើយបន្តមកទៀតយកវាទៅផាំងនៅក្នុង website flow ហ្នឹងមកនេះចឹងយើងមកផាំងនៅកន្លែងនេះចឹងមុននឹងយើងចុច send គឺអ្នកនរគ្នាត្រូវបដូរដោយសារតែដំបូងយើងត្រូវបង្កើតជារូបភាពសិនអញ្ចឹងយើងចុចបដូរនេះយើងចុចកន្លែងវីដេអូហ្នឹងមកយើងបដូរមកពាក្យថា image ហើយនៅកន្លែងនេះដោយសារតែយើងមកកើតជារូបភាពរបស់តួអង្គអញ្ចឹងយើងយកជាលក្ខណៈប្រឈមមកដើម្បីឲ្យវាមើលឃើញរូបតួអង្គរបស់យើងពេញតែម្ដងយើងយកប្រឈមហើយបន្តមកទៀតយើងយកគុណ2មកហើយយើងយក nano banana tool ហ្នឹងមកយើងចុច send ទៅកាន់ AI ទៅអញ្ចឹង AI គឺវាធ្វើការបង្កើតរូបភាពតួអង្គទី1ឲ្យយើងហើយគឺជាតួអង្គគង់ហ្នឹងហើយដូចគ្នាតួអង្គទី2មានឈ្មោះថា Ning Am គឺយើង copy ដូចគ្នាមកនេះយើង copy ប៉ុណ្ណឹងមកយើងយកវាទៅផាំងនៅក្នុង website flow អូខេយកចុច send ទៅកាន់ AI ទៀតទៅហើយតួអង្គទី3ក៏ដូចគ្នាដែរមានឈ្មោះថា Ning Kwam យើង copy ចឹងទៀតមកអូខេយើងយកមកផាំងនៅក្នុង website flow យកចុច generate ទៀតទៅហើយតួអង្គទី4របស់យើងមានឈ្មោះថាស្ដេចគឺជាព្រះមហាក្សត្រមិនមែនក៏មានឈ្មោះទេបាទគាត់គឺជាព្រះមហាក្សត្រតែម្ដងចឹងយើង copy ប៉ុណ្ណឹងទៀតមកនេះយើងយកទៅផាសទៀតទៅអូខេហើយតួអង្គទី5របស់យើងគឺខ្លាអញ្ចឹងរឿងនេះតួអង្គច្រើនហើយមានតួអង្គដល់តែ5តួអង្គឯណោះអូខេយើងផាសទៀតទៅអូខេឥឡូវនេះគឺវាបានធ្វើការបង្កើតជារូបភាពតួអង្គឲ្យយើងគ្រប់តួអង្គរួចរាល់ហើយចឹងយើងមើលមួយនេះអញ្ចឹងវាមាន fan មួយដែរអញ្ចឹងយើងមិនខ្វល់ទេយើងខ្វាយវាចោលទៅហើយចំពោះពីររូបនេះគឺតួអង្គតែមួយទេនេះអញ្ចឹងយើងមើលមកយើងពេញចិត្តតួអង្គមួយណាដែរអញ្ចឹងបើសិនជាយើងពេញចិត្តតួអង្គនេះគឺយើងលុបតួអង្គនេះចោលទៅឬមួយក៏យើងពេញចិត្តតួអង្គនេះយើងលុបតួអង្គនេះវិញចោលទៅអូខេខ្ញុំសូមបន្តិចមកសិនខ្ញុំសូមព្រិចវាធំអូខេខ្ញុំសូមយកតួអង្គដែលកាន់ចំកាប់នេះតែម្ដងទៅអញ្ចឹងខ្ញុំសូមលុបអានេះចោលអញ្ចឹងដើម្បីលុបចោលគឺយើងអាចចុច trace 3យើងចុចពីថា archive នៅខាងក្រោមខ្ញុំសូមព្រមវាទូចវិញយើងយកពី archive នៅខាងក្រោមនេះមកអូខេ archive វាមកអញ្ចឹងវាបាត់ហើយតួអង្គនេះគឺយើងដាក់ឈ្មោះឲ្យតួអង្គហ្នឹងទៅ archive យើងពេលដែលយើងហៅប្រើវាច្រឡំគ្នាអញ្ចឹងតួអង្គហ្នឹងឈ្មោះថាគង់គឺយើងលុបនេះចោលមកនេះយើងចុចលើរូបនឹងមួយហើយយើងលុបនេះចោលមកជិះយកទៅ copy ឈ្មោះតួអង្គរបស់យើងអូខេនេះតួអង្គរបស់យើងមានឈ្មោះថាគង់ហេនហ្នឹងនេះអូខេយើងយកមកផាសនៅក្នុងនេះមកយើងលុបចោលទាំងអស់ទៅយើងផាសអូខេយើងគ្រីសមកគឺបានហើយអាហ្នឹងគឺរូបរបស់យើងគឺមានឈ្មោះថាគង់ហ្នឹងនេះហើយតួអង្គទី2គឺដូចជា Ning Am អញ្ចឹង Ning Am ខ្ញុំសូម break មកនេះសិនអញ្ចឹងខ្ញុំសូមយករូបនេះតែម្ដងអញ្ចឹងខ្ញុំសូមលុបរូបនេះចោលអញ្ចឹងខ្ញុំចុចលើរូបនឹងមួយយើងទៅបដូរឈ្មោះតួអង្គរបស់យើងមកអូខេនេះ Ning Am អូខេយើងគ្រីសមកគឺបានហើយយើងចុច back ខាងក្រោយតួអង្គទី3របស់យើងគឺឈ្មោះ Ning Kwam អញ្ចឹងយើងទៅ copy ឈ្មោះ Ning Kwam ទៀតមកនេះខ្ញុំមិនដឹងថាខ្ញុំអានទៅឬមួយក៏ខុសទេ Ning Kwam Ning Kwam ឬមួយក៏ Ning Kwam ជួយ comment អ្នកមួយផងអូខេយើងចុចលើរូបនឹងមួយទៀតមកហើយយើងផាសឈ្មោះរបស់យើងចូលយើងចុចគ្រីសមកគឺបានហើយតួអង្គស្ដេចគឺដូចគ្នាយើងទៅ copy មកនេះ The King អូខេខ្ញុំសុំលុបកន្លែងនេះចោលហើយតួអង្គខ្លា The Tiger ខ្ញុំលុបនេះចោលខ្ញុំទុកខ្ញុំយកតែមួយទេអូខេអញ្ចឹងបន្ទាប់ពីយើងបានតួអង្គរបស់យើងទាំង5តួអង្គរួចរាល់ហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងនឹងទៅបង្កើតរូបភាពនៅក្នុងវគ្គនីមួយៗនឹងតែម្ដងអញ្ចឹងដើម្បីបង្កើតបានគឺយើងចូលមកកាន់ Gemini វិញយើងអស់ទៅក្រោមយើងមើលកន្លែងចំណុចទីនេះក្នុងចំណុច B នេះអញ្ចឹងនៅក្នុងចំណុច B នេះគឺវាមាននេះវាមានតួអង្គគង់ហើយនិងតួអង្គប្រពន្ធរបស់គាត់ទាំងពីរនេះគឺ his wife អញ្ចឹងវាមានប្រាប់យើងឯនេះថាតួអង្គណាខ្លះដែលសម្ដែងនៅក្នុងហ្នឹងអញ្ចឹងវា note ឲ្យយើងឯអ្នកនរគ្នាអាចមើលឡើងហ្នឹងបាននេះ character present វាមានតួអង្គគង់ Ning Am និង Ning Kwam អញ្ចឹងយើង copy កន្លែងនេះមកនេះ copy ប្រមបង្កើតជារូបភាពបន្តមកទៀតយើងចូលមកកាន់ website flow យើងផាសប្រមមកយើងចូលនៅកន្លែងនេះគឺយើងចុច trace 3ទៅលើរូបតួអង្គរបស់យើងមកអញ្ចឹងតួអង្គគង់នេះយើងចុច trace 3យើងចុចពីថា add to prom គឺវា download មកខាងក្រោមនេះហើយឬមួយក៏ម្យ៉ាងទៀតបើសិនជាករណីយើងប្រើប្រាស់ទូរស័ព្ទដៃអ្នកនរគ្នាចុចសញ្ញាបូកនៅខាងក្រោមនេះមួយហើយយើងទៅហៅឈ្មោះនឹងតែម្ដងនេះយើងចុចលើឈ្មោះនឹងមកអូខេ Ning Am ហើយមួយទៀតគឺ Ning Kwam បាទអូខេនេះគឺរួចរាល់ហើយមុននឹងយើងចុច send គឺយើងត្រូវបដូរទៅជាទម្រង់ផ្ដេកវិញដោយសារតែមិញហ្នឹងយើងយកជាទម្រង់ប្រឈោអញ្ចឹងយើងធ្វើរឿងហ្នឹងយើងយកជាទម្រង់ផ្ដេកទេយើងចុចយកទម្រង់ផ្ដេកមកយើងចុច send ទៅកាន់ AI ទៀតទៅអញ្ចឹងគឺវាធ្វើការបង្កើតរូបភាពនៅក្នុងវគ្គទី1ឲ្យយើងហើយចំពោះរូបភាពនៅក្នុងវគ្គទី2ក៏ដូចគ្នាដែរគឺយើងធ្វើការមើលមកទៀតមកនេះអញ្ចឹងតួអង្គណាខ្លះដែលសម្ដែងនៅក្នុងហ្នឹងអញ្ចឹងគឺវាមាន3នឹងដែរនេះគឺតួអង្គគង់ Ning Am នេះហើយនិង Ning Kwam ហ្នឹងហើយអញ្ចឹងយើង copy ប៉ុណ្ណឹងមកអូខេតមកទៀតយើងយកវាទៅផាសនៅក្នុង website flow ទៀតហើយយើងចុចទីគ្នាណាមកនេះយើងចុច trace 3យើងចុចពាក្យថា add to prom អូខេឬមួយក៏យើងចុចសញ្ញាបូកនៅខាងក្រោមនេះក៏បានដែរយើងចុចឈ្មោះតែម្ដងអូខេយើងចុច send ទៅកាន់ AI ទៀតទៅចានេះវគ្គទី1គឺវាបង្កើតយើងរួចរាល់នេះឃើញនេះវាមានតួអង្គរបស់យើងហ្នឹង
ចឹងសម្រាប់វគ្គផ្សេងៗទៀតគឺអ្នកទាំងគ្នាធ្វើអញ្ចឹងដូចគ្នាដែរមកគឺយើងទៅ copy នេះ copy អាប្រមបង្កើតជារូបភាពហ្នឹងណាចឹងយើង copy យកមកផាសមុននឹងយើងចុច send គឺយើងទៅមើលសិនថាតួអង្គណាខ្លះសម្ដែងនៅក្នុងហ្នឹងអញ្ចឹងវាមាន4នេះវាមានតួអង្គគង់ប្តីប្រពន្ធរបស់គាត់ហ្នឹងហើយនឹងខ្លាអញ្ចឹងយើងចុចសញ្ញាបូកយើងយកតួអង្គគង់ប្រពន្ធរបស់គាត់នាងអាំនឹងនាងគំហ្នឹងហើយបន្តមកទៀតគឺតួអង្គខ្លានេះ Tiger អូខេយើងចុច send ទៅកាន់ AI ទៀតទៅអញ្ចឹងគឺវាធ្វើការយករូបតួអង្គទាំង4ហ្នឹងទៅដាក់នៅក្នុងវគ្គទី3ហ្នឹងហើយអញ្ចឹងនៅត្រង់ចំណុចនេះគឺអ្នកនរគ្នាអនុវត្តតែមកនៅត្រង់ចំណុចនេះគឺខ្ញុំសូមរំលងវាចោលសិនឥឡូវនេះគឺខ្ញុំបានធ្វើការ generate រូបភាពនៅក្នុងវគ្គនីមួយៗហ្នឹងបាន10វគ្គហើយដោយសារតែ AI វាផ្ដល់ខ្ញុំបានត្រឹមតែ10វគ្គដែរទេអ្នកនរគ្នានៅចាំថានៅពេលដែលខ្ញុំដាក់ script ដំបូងខ្ញុំឲ្យវាដូចជា generate យក20វគ្គតែឥឡូវនេះវាឲ្យយើងបានត្រឹមតែ10វគ្គទេអញ្ចឹងយើងមិនខ្វល់ទេយើងសរសេរបន្តទៀតទៅយើងប្រាប់នេះយើងប្រាប់ AI បន្តទៀតទៅ give me 10 scene more to finish the story យ៉ាងទៅអូខេយើងដាក់តែប៉ុណ្្នឹងទៅយើងចុច send ទៅកាន់ AI ទៀតទៅអញ្ចឹងគឺវានឹងធ្វើការផ្ដល់ជា prompt មកយើងបន្តទៀតហើយអញ្ចឹងយើងចាំវាមិនតិចសិនទៅអញ្ចឹងអានេះគឺករណីអ្នកនរគ្នាដាក់100វគ្គ60វគ្គអញ្ចឹងគឺវាដូចជាផ្ដល់យើងម្ដង10វគ្គម្ដង10វគ្គទេបើសិនជាករណីយើងដាក់ច្រើនពេកគឺ AI វាចាំអត់អស់ទេអញ្ចឹងវានឹងធ្វើការផ្ដល់យើងម្ដង10វគ្គម្ដង10វគ្គអញ្ចឹងអ្នកនរគ្នាត្រូវទៅសេដូចខ្ញុំអញ្ចឹងមកនេះករណីបើសិនជាយើងធ្វើច្រើនវគ្គគឺយើងទៅសេអញ្ចឹងមកអូខេអញ្ចឹងឥឡូវនេះគឺវាបានធ្វើការផ្ដល់ឲ្យខ្ញុំដូចជា10វគ្គបន្តទៀតហើយអញ្ចឹងខ្ញុំសូមទៅធ្វើការ generate រូបភាពបន្តទៀតសិនឥឡូវនេះគឺខ្ញុំបានធ្វើការ generate រូបភាពនៅក្នុងវគ្គនីមួយៗរួចរាល់ហើយតាំងពីវគ្គទី1រហូតដល់វគ្គទី20តែម្ដងឃើញថាសាច់រឿងគឺវាប្រតិកលាគ្នាល្អហើយទោះបីជាវាមិនដូចទៅនឹងរឿងព្រេង 100% ក៏យើងអាចទទួលយកបានដែរប៉ុណ្នេះចាអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងនឹងទៅបំលែងរូបភាពនៅក្នុងវគ្គនីមួយៗហ្នឹងទៅជាវីដេអូតែម្ដងអញ្ចឹងអ្នកទាំងគ្នាមើលមកនេះអញ្ចឹងនេះគឺជារូបភាពនៅក្នុងវគ្គទី1របស់យើងគឺយើងចុចពីថា add to prompt នេះយើងចុចត្រេ3នេះមកហើយយើងយកពីថា add to prompt អញ្ចឹងវានឹង load មកកន្លែងនេះហើយអញ្ចឹងយើងយករូបហ្នឹងទៅបង្កើតជាវីដេអូអញ្ចឹងដើម្បីបង្កើតជាវីដេអូគឺយើងត្រូវបដូរពីកន្លែងនេះពី image ទៅជាវីដេអូហើយបន្តមកទៀតគឺយើងទៅផាស prompt របស់យើងចូលអញ្ចឹងខ្ញុំសុំអស់ទៅលើ Dixon ខ្ញុំទៅ copy prompt របស់ខ្ញុំអូខេអញ្ចឹងចំពោះ prompt នេះផងដែរយើង copy ទាំងអស់នេះតែម្ដងទៅនេះយើង copy ទាំងអស់ហ្នឹងមកយើង copy ទាំងអស់ហ្នឹងមកហើយយើងយកទៅផាសនៅក្នុង AI ហ្នឹងទៅហើយបន្តមកទៀតយើងចុច send ទៅកាន់ AI ទៅអញ្ចឹងគឺវានឹងធ្វើការបង្កើតជាវីដេអូឲ្យយើងហើយអញ្ចឹងខ្ញុំសុំចុច send ទៅកាន់ AI សិនហើយដូចគ្នាផងដែរចំពោះវគ្គទី2អញ្ចឹងចំពោះវគ្គទី2គឺយើងត្រូវធ្វើដូចគ្នាដែរមកនេះគឺយើងទៅ copy prompt ក្នុងវគ្គទី2អញ្ចឹងគឺយើង copy ទាំងអស់ហ្នឹងដូចគ្នាតែម្ដងទៅហើយអ្នកនរគ្នាកុំភ្លេចអានផងអាននេះអានអាពាក្យពេចន៍ដែលតួអង្គនិយាយនេះពេលខ្លះវាច្រើនពេកអញ្ចឹងក្នុងមួយវគ្គគឺវាមានត្រឹមតែ8វិនាទីទេអញ្ចឹងតួអង្គយើងគឺมันអាចនិយាយអស់ទេបើសិនជាមានពាក្យច្រើនពេកអញ្ចឹងយើងអាចធ្វើការបន្ថែមបន្ថយឬមួយក៏ម្យ៉ាងទៀតយើងធ្វើវគ្គហ្នឹង2ដងបានន័យថាយើងធ្វើត្រឹមមួយខណ្ឌនេះគឺម្ដងទៅហើយត្រឹមមួយខណ្ឌនេះគឺយើងធ្វើម្ដងទៀតទៅអញ្ចឹងគឺយើង generate អញ្ចឹងដែរទៅអូខេអញ្ចឹងគឺខ្ញុំសូមធ្វើវគ្គទី2សិនអញ្ចឹងគឺខ្ញុំសូម copy ប៉ុណ្នេះខ្ញុំចូលមកកាន់ flow របស់យើងផាស prompt របស់យើងចូលនៅកន្លែងនេះយើងអស់ទៅរករូបភាពនៅក្នុងវគ្គទី2ចានេះគឺជារូបភាពក្នុងវគ្គទី2គឺតួអង្គរបស់យើងទាំង3នាក់ហ្នឹងគឺដើរចូលព្រៃហើយយើងចុច add to prompt ហើយបន្តមកទៀតយើងចុច send ទៅកាន់ AI ទៅអញ្ចឹងគឺវាធ្វើការបង្កើតជាវីដេអូឲ្យយើងហើយអូខេអញ្ចឹងឥឡូវនេះគឺវគ្គទី1នេះគឺវាបាន generate ហើយតោះយើងទៅមើលមិនដែរយើងសាកស្ដាប់មើលកាលពីព្រេងនាយមានបរិសម្នាក់ឈ្មោះគង់មានប្រពន្ធ2នាក់មួយឈ្មោះនាងអាំមួយឈ្មោះនាងគប់ថ្ងៃមួយអ្នកគង់បាននាំប្រពន្ធអូខេឃើញពាក្យខ្លះគឺវានិយាយអត់តាន់ទេអញ្ចឹងអ្នកទាំងនេះអាចធ្វើដូចខ្ញុំមិនអញ្ចឹងទៅពេលយើង generate វាពី3ដងទៅដើម្បីឲ្យអស់ clear អស់ក្តីហ្នឹងអូខេអញ្ចឹងនៅត្រង់ចំណុចនេះគឺអ្នកទាំងនេះធ្វើអញ្ចឹងដែរមកណាគឺយើងទៅ copy prompt ហើយយើងយក prompt ហ្នឹងទៅបង្កើតជាវីដេអូទៅអញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំសូមធ្វើការរំលងវាចោលបន្តិចសិនឥឡូវនេះគឺខ្ញុំបានធ្វើការ generate វីដេអូគ្រប់វគ្គរួចរាល់ហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើង download វីដេអូហ្នឹងយកទៅកាត់បញ្ចូលគ្នានៅក្នុង CapCut តែម្ដងចឹងដើម្បី download បានអ្នកនរគ្នាអាចធ្វើការចុច like នេះមួយមកនេះកន្លែងពាក្យថា video អញ្ចឹងគឺវានឹង load មក video សតហើយឬមួយក៏កន្លែងមិញក៏បានដែរគ្រាន់ថាអ្នកនរគ្នាត្រូវអង្គុយរមើលវាបន្តិចអានេះគឺជា video នេះអញ្ចឹងខ្ញុំសូមចុចយកកន្លែងនេះតែម្ដងទៅអញ្ចឹងខ្ញុំសូមអស់ទៅក្រោមហ្នឹងហើយយើងអស់ពីក្រោមមកអានេះគឺជា video ទី1របស់យើងខ្ញុំចុច download មកនេះអញ្ចឹងដើម្បី download គឺយើងគ្រាន់តែចុច tre 3ចុចសញ្ញា download យើងយក720មកហើយទី2ក៏ដូចគ្នាដែរយើងចុច download ដែរមកនេះ tre 3ហើយយើងយក download យើងយក720ឬមួយក៏យើងចង់ឲ្យវាកាន់តែច្បាស់យើងយក18មកក៏ប៉ុន្តែ18នេះគឺយើងត្រូវអង្គុយចាំវាបន្តិចអញ្ចឹងខ្ញុំសូមយកត្រឹមតែ720ទៅគឺបានហើយអូខេនេះវីដេអូទី3គឺខ្ញុំសូម download វាអស់សិនអញ្ចឹងអ្នកនរគ្នា download វាអស់មកណាឥឡូវនេះគឺខ្ញុំបានធ្វើការ download វារួចរាល់ហើយចុះអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងបើក CapCut របស់យើងមកអញ្ចឹងគឺខ្ញុំសូមទៅធ្វើការបើកកម្មវិធី CapCut របស់ខ្ញុំសិន
អូខេអញ្ចឹងបន្តមកទៀតយើងចុចកន្លែងនេះចុចពេលថា create បច្ចេកហើយបន្តមកទៀតយើងចុចពេលថា import អញ្ចឹងយើងទៅយកវីដេអូដែលយើងបានធ្វើការ download មិញហ្នឹងមកអញ្ចឹងនេះគឺជាវីដេអូរបស់យើងនេះខ្ញុំសូម select ទាំងអស់នេះតែម្ដងហើយបន្តមកទៀតយើងចាប់ផ្ដើមធ្វើការទាញវាតម្លាក់មួយមកអញ្ចឹងខ្ញុំសូមធ្វើការទាញវាតម្លាក់មកតែម្ដងហើយបន្តមកទៀតនៅកន្លែងនេះយើងដាក់ភ្លេងបន្តិចទៅណាភ្លេងគេហៅភ្លេងខឹមខ្មែរអញ្ចឹងខ្ញុំសូមចុច import មួយសិនខ្ញុំទៅយកសំឡេងខឹមខ្មែរមួយសិនអូខេនេះគឺជាសំឡេងខឹមខ្មែររបស់ខ្ញុំអញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់បានអាចចូលយកតាមរយៈ link ខាងក្រោមវីដេអូនេះបានអញ្ចឹងយើង open មកហើយបន្តមកទៀតយើងទាញសំឡេងហ្នឹងតម្លាក់មកខាងក្រោមបន្តិចមកនេះអូខេអញ្ចឹងឥឡូវយើងស្ដាប់មើលមិនដែរសូមជូនរឿងគង់ហ៊ានកាលពីព្រេងនាយមានបរិសម្នាក់ឈ្មោះគង់មានប្រពន្ធ2នាក់អូខេយើងបន្ថយសំឡេងខឹមខ្មែរបន្តិចមកយើងកំដាក់លឺពេកយើងដាក់ធ្វើជា background មកបានហើយសូមជូនរឿងគង់ហ៊ានកាលពីព្រេងនាយមានបរិសម្នាក់ឈ្មោះគង់មានប្រពន្ធ2នាក់មួយឈ្មោះនាងអាំមួយឈ្មោះនាងគុំអូនអាំអូនគុំរៀបចំអូខេហើយមួយទៀតបើយើងចង់ឲ្យកាន់តែឡយគឺអ្នកនរគ្នាអាចធ្វើការដាក់ចំណងជើងរឿងយើងទៅសេតិចមកនេះយើងយក line touch យើងជាសញ្ញាបូកហើយយើងទៅសេមកនេះយើងដាក់ថាសូមជូនរឿងគង់ហ៊ានអីចឹងទៅអូខេបន្តមកទៀតយើងដាក់អក្សរមើលទៅវារៀងតំណងតិចមកយើងស្រែកខ្លួនឯងណានេះខ្ញុំសូមស្រែកវាបន្តិចសិនអូខេតោះយើងទៅមើលមិនដែរឥឡូវនេះគឺខ្ញុំបានធ្វើការកាត់វា 100% រួចរាល់ហើយតោះយើងចុច play មកសូមជូនរឿងគង់ហ៊ានកាលពីព្រេងនាយមានបរិសម្នាក់ឈ្មោះគង់មានប្រពន្ធ2នាក់មួយឈ្មោះនាងអាំមួយឈ្មោះនាងគុំអូនអាំអូនគុំរៀបចំអីវ៉ាន់ទូចរាល់ហើយឬនៅដំណើរយើងឆ្ងាយណាស់ណាយល់ព្រមបង ថ្ងៃមួយគង់នាំប្រពន្ធទាំង2នាក់ទៅសួរសុខទុក្ខបងប្អូនអូនអាំអូនគុំរៀបចំអីវ៉ាន់រួចរាល់ហើយឬនៅដំណើរយើងឆ្ងាយណាស់ណាតាមផ្លូវទៅស្រុកនោះពួកគេត្រូវឆ្លងកាត់ព្រៃធំមួយព្រៃនោះល្បីថាមានខ្លាសាហាវតែងតែចេញខាំមនុស្សនិងសត្វដទៃលុះដើរទៅដល់កណ្ដាលព្រៃស្រាប់តែមានខ្លាធំមួយស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយមកជួយផងខ្លាទៅគង់ភ័យញ័រដៃញ័រជើងរត់ចូលពួនក្នុងរូងឈើរហូតដល់រាកនោមចំណែកនាងអាំនិងនាងគុំបានខំព្រួតគ្នាវាយខ្លានោះយ៉ាងក្លាហានខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀតប្រុសអីកំសាកញីដូចឈ្នះណែមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសទេទើបហ៊ានវាយខ្លាទាល់តែស្លាប់អ្នកគង់ក៏បោចវលេចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអ្នកស្រុកឃើញក៏បបួលគ្នាមកមើលពេញហើយសួរនាំអ្នកគង់អ្នកឯងធ្វើដូចម្ដេចបានជាចាប់បានខ្លាគង់ក៏អួតប្រាប់អ្នកស្រុកនឹងធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលអ្នកស្រុកក៏កោតខ្លាចហើយឲ្យឈ្មោះគាត់ថាគង់អៀនរឿងល្បីឈ្មោះគង់ហ៊ានជាអ្នកខ្លាំងពូកែចេះគុណវាយខ្លាស្លាប់បានជ្រាបទៅដល់ព្រះមហាក្សត្រទ្រង់ក៏ឲ្យយកគង់ហ៊ានទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្រគៀមល្អណាស់បរោះនេះពិតជាក្លាហានមែនចូលនាំគេមកបម្រើក្នុងរាជវាំងជាសេនាឯករបស់យើងលុះដល់យូរបន្តិចទៅជួនជាមានសឹកសត្រូវលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានភ័យណាស់ដេកអត់បាយម្ដេចបានជាអ្នកដេកអត់បាយដូច្នេះតើមានរឿងអ្វីអូយស្ដេចទ្រង់ប្រើឲ្យទៅច្បាំងសឹកឥឡូវនេះហើយបងខ្លាចសឹកនោះណាស់មិនដឹងគិតយ៉ាងម៉េចទេកុំភ័យអីយើងនៅទីនេះខំកុំខ្លាចយើងនៅទីនេះទេខ្ញុំមិនអាចធ្វើបានទេខ្ញុំនឹងស្លាប់អ្នកកំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆែអត់ងូតទឹកឲ្យសบายខ្លួនចុះដល់វេលាល្អគង់ហ៊ានក៏ក្រាបលាស្ដេចទៅច្បាំងដោយនាំប្រពន្ធទាំងពីរទៅជាមួយផងគង់ហ៊ានជិះខាងក្បាលដំរីប្រពន្ធជិះខាងក្រោយលុះទៅចិត្តខ្មាំងសត្រូវគង់ហ៊ានភ័យញ័រដៃញ័រជើងឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលបុកទាហានទាំងអស់ក្រោយពីខ្មាំងរត់អស់គង់ហ៊ានក៏ធ្វើជាអួតគេអងក្អាងពួកអ្នកមើលឃើញគង់ហ៊ានលិចលាមកដាក់ក្បាលដំរីស្អុយពីពេញក៏សួរដោយឆ្ងល់លោកមេតបថ្មីមកដាច់ក៏លិចលាមកដូចនេះគង់ហ៊ានឯងពូកែណាស់ឥឡូវមានក្រពើសាហាវក្នុងទន្លេឯងចូលទៅចាប់វាឲ្យយើងបងគិតថាមិនរួចខ្លួនទេមានតែទៅលោតទឹកឲ្យក្រពើវាខំស្លាប់តែម្ដងទៅលុះទៅដល់កំពង់ទឹកបានឃើញក្រពើហែលមកប្របច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដួសចិត្តគ្នាមានប្រកៀបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើវាខំស្លាប់ទៅទេប៉ុន្តែក្រពើវាលឺសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ប្រឹងលោតឡើងជាប់ពាក់កណ្ដាលខ្លួនរុលទៅមុខក៏មិនរួចថយមកក្រោយក៏មិនរួចគង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើចាក់វាទៅក្មួយនេះជាស្នៀតពិសេសរបស់អ៊ំគង់ហ៊ានឃើញក្រពើស្លាប់យ៉ាងដូចនោះក៏រឹតតែអួតកៃអងក្អាងខ្លាំងឡើងទៀតហើយចូលទៅក្រាបទូលស្ដេចថាខ្លួនចាប់ក្រពើចោលឡើងមកលើគោកអូខេចានេះគឺមានតែប៉ុណ្្នឹងទេចឹងអ្នកនរគ្នាអាចធ្វើការថែមថយដាក់ effect ដាក់អក្សរផ្សេងទៀតបានហើយបើសិនជាយើងគិតថាប៉ុណ្្នឹងអូខេហើយយើងចុច export មកគឺជាការស្រេចហើយ
ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្វីដែលអ្នកនរគ្នាត្រូវមើលបន្តទៀតគឺរបៀបចូលទៅកាន់ Channel Telegram VIP របស់ខ្ញុំតែម្ដងអញ្ចឹងដើម្បីចូលទៅកាន់ Channel Telegram VIP របស់ខ្ញុំបានអ្នកនរគ្នាគ្រាន់តែចូលមកកាន់ bot របស់ខ្ញុំមក link នៅខាងក្រោមហ្នឹងហើយអ្នកនរគ្នាសរសេរពាក្យដូចខ្ញុំសរសេរពាក្យ slash ហើយយើងសរសេរពាក្យថា start តទៅទៀតយើងចុច send ទៅនៅត្រង់ចំណុចនេះគឺអ្នកនរគ្នាអាចធ្វើការចុចយកមនុយខាងលើបានដើម្បីទិញ VIP របស់ខ្ញុំអញ្ចឹងបញ្ជាក់ទៅការចូលក្រុម VIP ហ្នឹងដោយតែអ្នកនរគ្នាមក support ខ្ញុំដែរទេអញ្ចឹងខ្ញុំសូមអរគុណអ្នកនរគ្នាទុកជាមុនអញ្ចឹងនៅកន្លែងនេះគឺអ្នកនរគ្នាអាចធ្វើការរើសគម្រោងបានអ្នកនរគ្នាចង់ចូលក្រុម VIP របស់ខ្ញុំហ្នឹងចំនួនប្រហែលថ្ងៃឧទាហរណ៍តែអ្នកនរគ្នាចង់ចូលមួយខែយើងចុចពាក្យថា one month ហ្នឹងមកនេះ$8បន្តមកទៀតអ្នកនរគ្នាអាចធ្វើការចុចយល់ព្រមនឹងបងប្រាក់បានអញ្ចឹងនៅកន្លែងនេះខ្ញុំបញ្ជាក់អ្នកនរគ្នាបន្តិចមុននឹងចុចយល់ព្រមហ្នឹងអ្នកនរគ្នាត្រូវអានលក្ខខណ្ឌរបស់ខ្ញុំសិនដែរថាលក្ខខណ្ឌរបស់ខ្ញុំហ្នឹងគឺមានន័យគេខ្លះហើយយើងចុចយល់ព្រមមកបើយើងបានអានរួចរាល់ហើយអូខេនៅកន្លែងនេះអ្នកនរគ្នាបើក ABA ឬមួយក៏ ACLIDA មកហើយ scan QR code ហ្នឹងទៅបន្ទាប់ពី scan រួចរាល់ហើយអញ្ចឹងអ្នកនរគ្នាត្រូវចុចលើនេះអញ្ចឹងបញ្ជាក់តិចតអ្នកនរគ្នាបងលុយរួចរាល់ហើយទើបចុចកន្លែងនេះមកទើប bot វា approve អ្នកនរគ្នាចាឥឡូវនេះគឺខ្ញុំបានធ្វើការ scan បងលុយរួចរាល់ហើយអញ្ចឹងខ្ញុំសូមចុចពីថាខ្ញុំបានបងប្រាក់រួចរាល់បន្តមកទៀត bot របស់ខ្ញុំគឺបានពិនិត្យមើលហើយបើសិនជាលុយនឹងបានចូលគណនីរបស់ខ្ញុំគឺវានឹងធ្វើការ reply ទៅកាន់អ្នកនរគ្នាវិញឥឡូវនេះគឺ bot របស់ខ្ញុំបានឆ្លើយតបហើយអ្នកនរគ្នាអាចធ្វើការចុចចូលគ្នាអញ្ចឹងទី1គឺយើងចូលទៅកាន់ channel Marian អ្នកនរគ្នាចុច join channel មកហើយនេះគឺជា channel Marian គឺមាន Marian ជាច្រើនមែនទែនហើយនឹងព្រមផងដែរហើយទី2គឺអ្នកនរគ្នាចូលមកកាន់ក្រុមពិភាក្សាចឹងនៅកន្លែងនេះអ្នកនរគ្នាចុចចូលក្រុមពិភាក្សាហ្នឹងមកអញ្ចឹងបញ្ជាក់ទៅចំពោះក្រុមពិភាក្សាហ្នឹងគឺអ្នកនរគ្នាអាចធ្វើការឆាតឆ្លើយឆ្លងមួយពួកខ្ញុំបាននៅក្នុងក្រុមបានឬមួយក៏អ្នកនរគ្នាចង់សួរសំណួរអីផ្សេងៗក៏បានដែរអូខេអញ្ចឹងវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច like Subscribe និង Share ជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ